បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយដែលមានឈ្មោះថាពងមាន់ស្ងោរត្រាំជាមួយនឹងទឹកត្រីបាទមុខម្ហូបនេះគឺសម្រាប់អ្នកដែលចុងខែដាច់ដៃវាអាចធ្វើបានសម្រាប់អ្នកដែលដាច់ដៃក៏អាចធ្វើបានដូចគ្នាព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់បើមិនជឿសាកល្បងធ្វើជាមួយនឹងខ្ញុំបាននេះឃើញអត់ខ្ញុំបានធ្វើឆ្អិនហើយនេះគឺទំនងណាស់ដាក់ហូបជាមួយបាយកកពិតជាមានរសជាតិឈ្ងុយឆ្ងាញ់បាទយើងចាប់ផ្ដើមធ្វើមុនដំបូងគឺយើងចាប់ផ្ដើមដាំទឹកហើយយើងដាំទឹកឲ្យពុះរួចហើយយើងចាប់ផ្ដើមដាក់ពងមាន់ចូលអញ្ចឹងពេលដែលយើងដាក់ពងមាន់ចូលហើយបាទពេលដែលយើងដាក់ពងមាន់ចូលរួចហើយយើងគ្របគម្របឆ្នាំងឲ្យជិតហើយយើងទុករយៈពេល5នាទីបាទអញ្ចឹងបាទអូខេយើងគ្រប់5នាទីហើយយើងយកពងមាន់យកមកដាក់ចូលក្នុងទឹកត្រជាក់ឲ្យត្រជាក់សិនបាទបន្ទាប់មកយើងបកចេញហើយយើងទុកក្នុងមួយចានដល់ឡែកបាទអូខេហើយបន្ទាប់មកគឺយើងចាប់ផ្ដើមហាន់ខ្ទឹមម្ទេសហើយនឹងស្លឹកខ្ទឹមបាទអញ្ចឹងខ្ញុំបានហាន់ចប់រួចហើយអញ្ចឹងខ្ញុំទុកនៅក្នុងចានមួយផ្សេងបាទអូខេបន្តមកទៀតគឺយើងដាក់ឆ្នាំងហើយនឹងដាក់ស្ករក្រហមស្ករត្នោតខ្មែរយើងហ្នឹងដាក់ចំនួន2ស្លាបព្រាបាទអូខេបន្ទាប់ពីដាក់ស្ករ2ស្លាបព្រាបាយរួចហើយយើងដាក់ទឹកត្រីចំនួន5ស្លាបព្រាបាយអូខេបន្ទាប់មកយើងចាប់ផ្ដើមកូរវាឲ្យសព្វល្អហើយយើងកូររួចហើយទុកឲ្យវាក្រហមល្អឲ្យវាចូលជាតិគ្នារវាងស្ករហើយនិងទឹកត្រីបាទអូខេហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ខ្ទឹមដែលបានហាន់រួចរាល់ហើយនឹងម្ទេសបាទអូខេបន្តមកទៀតគឺយើងចាប់ផ្ដើមកូរវាឲ្យសព្វអញ្ចឹងពេលដែលយើងកូរវាឲ្យសព្វរួចហើយយើងចាក់ទឹកក្តៅចូលសមល្មមអូខេបន្តមកចាប់ផ្ដើមកូរវាឲ្យសព្វល្អអូខេអញ្ចឹងគ្រឿងទេសទាំងអស់គឺបានចូលជាតិគ្នាអស់ហើយអូខេហើយបន្តមកទៀតគឺយើងចាប់ផ្ដើមយកពងមាន់ដែលបករួចហ្នឹងដាក់ចូលក្នុងកែវបាទអូខេបន្តមកយើងដាក់ចូលពេញក្នុងកែវហើយអូខេយើងរងចាំគ្រឿងដែលយើងបានលាយហ្នឹងទុកឲ្យត្រជាក់ហើយយើងដាក់ស្លឹកខ្ទឹមចូលអូខេហើយយើងចាប់ផ្ដើមកូរវាឲ្យសព្វល្អហើយបន្ទាប់មកគឺយើងចាក់ចូលទៅក្នុងកែវអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ចូលក្នុងកែវរួចហើយគឺយើងគ្របគម្របឲ្យជិតហើយយើងដាក់ចូលក្នុងទូទឹកកកបាទសម្រាប់ការដាក់ចូលក្នុងទូទឹកកកហ្នឹងគឺយើងទុករយៈពេល1យប់ដើម្បីឲ្យពងមាន់ត្រាំជាមួយនឹងទឹកត្រីចូលជាតិគ្នាបានល្អបាទអញ្ចឹងសម្រាប់មុខម្ហូបពងមាន់ស្ងោរត្រាំជាមួយទឹកត្រីគឺមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនាសូមកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំផងបាទ